រាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី4ខែមិថុនាបានបញ្ជាក់ជាថ្មីនៅការសម្រេចចិត្តនឹងជំហររបស់ខ្លួនក្នុងការបន្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធសំណុំរឿងតំបន់ចំនួនជាមួយប្រទេសថៃចំនួន4គឺតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីនិងបានដកចេញតំបន់ទាំង4នេះពីតុចរចាទ្វេភាគីសេចក្តីថ្លែងការណ៍របស់កម្ពុជាចេញផ្សាយនៅយប់ថ្ងៃពុធគូសបញ្ជាក់ថាដោយហេតុថាសំណុំរឿងតំបន់ទាំង4ខាងលើនឹងត្រូវបញ្ជូនទៅតុលាការអន្តរជាតិ ICJ តំបន់ទាំងនេះនឹងមិនត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវិរៈនៃសម័យប្រជុំគណៈកម្មការព្រំដែនរួមនៅថ្ងៃទី14ខែមិថុនាខាងមុខនេះទេនេះគឺជាជំហរដ៏ម៉ឺងម៉ាត់នៅក្នុងវិធីសាស្ត្រផ្លូវច្បាប់របស់កម្ពុជាបន្ទាប់ពីរដ្ឋាភិបាលថៃនៅថ្ងៃពុធទី4ខែមិថុនាបានបង្ហាញការជំទាស់ទៅនឹងជំហររបស់កម្ពុជាឆ្ពោះទៅរកតុលាការអន្តរជាតិ ICJ ដោយជំរុញឲ្យបន្តកិច្ចចរចាត្រឹមទ្វេភាគីតាមយន្តការដែលមានស្រាប់ជាការឆ្លើយតបរដ្ឋាភិបាលកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងទៅ ICJ រួមគ្នាជាមួយកម្ពុជាក៏ប៉ុន្តែប្រសិនបើថៃមិនសហការកម្ពុជាត្រៀមខ្លួនដើម្បីដំណើរឆ្ពោះទៅរក ICJ ជាឯកតោភាគីរដ្ឋាភិបាលក្រុងភ្នំពេញបានលើកឡើងពីភាពមានកម្រិតនៃយន្តការបច្ចុប្បន្ននៅក្នុងការបញ្ចប់ចំនួនទឹកដីព្រំដែនដ៏រ៉ាំរ៉ៃនេះដែលបង្កឲ្យមានវិវាទម្ដងហើយម្ដងទៀតហើយក៏នឹងអាចបន្តកើតមាននាពេលអនាគតការប៉ះទង្គិចគ្នាមួយប្រាវនៅថ្ងៃទី28ខែឧសភាបានបង្កើនភាពតានតឹងផ្នែកការទូតក្រោយពីទាហានខ្មែរម្នាក់បានស្លាប់នៅតំបន់មុំ3ក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារសេចក្តីថ្លែងការណ៍របស់កម្ពុជាចាត់ទុកហេតុការណ៍នេះជាការរំលោភទៅលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរខណៈដែលថៃអះអាងថាជាការការពារខ្លួននិងការពារអធិបតេយ្យភាពរបស់ថៃនៅក្នុងកាយវិការដើម្បីបន្ធូរបន្ថយភាពតានតឹងកម្ពុជាបានរំលឹកឡើងវិញនូវការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាកិច្ចសហប្រតិបត្តិការជាមួយនឹងថៃក្នុងវិស័យផ្សេងទៀតដូចជាពាណិជ្ជកម្មនិងទេសចរណ៍ក៏ប៉ុន្តែខណៈដែលការសន្ទនានៅតែបន្តតំបន់ដែលរសើបបំផុតទាំង4នឹងឆ្ពោះទៅរកសេចក្តីសម្រេចនៅឯតុលាការយុត្តិធម៌អន្តរជាតិនាទីក្រុងឡាអេនៃប្រទេសហូឡង់ជាដំណើរដែលទទួលបានការគាំទ្រពីសង្គមស៊ីវិលគណៈបកនយោបាយនិងប្រជាពលរដ្ឋកម្ពុជាខ្ញុំរស់សុធាពី News Today NTTV